មកស្គាល់ផលផ្លែទាំង9យ៉ាងដែលនឹងកែប្រែចិត្តគំនិតនិងបង្កើនថាមពលវិជ្ជមាននៅក្នុងជីវិតអ្នកជារៀងរាល់ថ្ងៃបើគ្មានផលផ្លែនោះមិនមែនជាជីវិតគ្រីស្ទានពិតទេតែឯផលផ្លែនៃព្រះវិញ្ញាណនោះគឺសេចក្តីស្រឡាញ់អំណរមេត្រីភាពអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់ស្លូតបូតហើយដឹងខ្នាតគ្មានក្រឹតវិន័យណាទាស់នឹងសេចក្តីទាំងនោះទេប្រសិនបើព្រះវិញ្ញាណរស់នៅក្នុងយើងមនុស្សគ្រប់គ្នានឹងមើលឃើញការផ្លាស់ប្ដូរមិនមែនតាមពាក្យដែលយើងនិយាយប៉ុណ្ណោះទេប៉ុន្តែពួកគេមើលពីអ្វីដែលយើងធ្វើនិងតាមរបៀបដែលយើងរស់នៅប្រចាំថ្ងៃផលផ្លែទាំងនេះមិនមែនជាអ្វីដែលយើងបង្កើតដោយកម្លាំងខ្លួនឯងទេប៉ុន្តែជាការងាររបស់ព្រះវិញ្ញាណនៅក្នុងជីវិតអ្នកដែលជឿលើព្រះយេស៊ូវដូច្នេះសូមឲ្យព្រះវិញ្ញាណបង្កើតផលផ្លែដ៏ល្អក្នុងចិត្តនិងជីវិតយើងរាល់ថ្ងៃបើអ្នកបានប្រពរអំពីវីដេអូនេះសូមចែករំលែកប្រពរនេះទៅដល់អ្នកដទៃទៀតឲ្យគេបានស្គាល់ព្រះផងដែរសូមអរគុណសូមព្រះប្រទានពរ